បាទជម្រាបសួរពុកម៉ែបងប្អូនអ្នកផលិតដំណាំតរេនអស់គ្នាបាទនេះសូមធ្វើការបង្ហាញកូនតរេនដែលបានធ្វើការថែទាំតាមរយៈបច្ចេកទេសសេពកង់ក៏ដូចជាផលិតផលរបស់សេពកង់បាទទាំងខាងក្រោមដែលខាងក្រោមយើងមានជីសរីរាង្គ Melford យើងមាន15ដែលជាប្រភេទ Glyphosate ហើយនិង Comin បាទហើយខាងលើយើងមាន CVDA យើងមាន Proplex យើងមាន Simazin និង Amixil បាទក្នុងការថែទាំយកគុណភាពស្លឹកបាទទាំងការចេញត្រួយថ្មីហើយនិងគុណភាពស្លឹកចាស់បាទហើយយើងឃើញថាតរេនធំលឿនណាក្រោយប្រើប្រាស់ជីថ្នាំរបស់សេះប្រកាំងបូកផ្សំនឹងការរៀបចំដីរបស់គាត់ហើយបានស្រស់ទឹកល្អបាទមើលគាត់កាត់បន្លាយកដាលហើយគាត់លើកជាប្រភេទដីទួលដាំបែបនេះអញ្ចឹងធ្វើឲ្យតរេនសុខភាពល្អបាទលូតលាស់បានល្អធំលឿនហើយនឹងកាត់បន្ថយបញ្ហាជំងឺបាទជំងឺតាមរយៈប្រព័ន្ធរឹសអីមិនជួបទេតរេនគាត់ទាំងអស់ហ្នឹងឃើញថាធំលឿនណាហើយជាការនេះក៏ខ្ញុំធ្លាប់បានថតតាំងពីកាលតរេននៅតូចបាទពីតរេនតូចគាត់ទឹមដាំហើយដល់ឥឡូវឃើញថាខុសគ្នាច្រើនណាការរីកលូតលាស់ដងដើមស្លឹកហើយតរេននេះអាចឆ្នាំក្រោយអីគាត់លួចយកផ្លែបានខ្លះហើយបាទដោយសារដងដើមវាល្អការហៅលូតលាស់ល្អហើយគាត់កាត់បន្លាយបែបនេះគឺពេលដែលមានភ្លៀងមកគឺស្រស់ទឹកល្អណាស់ដូចជាស្ដែងទឹមភ្លៀងមែនបើតែយើងមើលក្រោយពេលភ្លៀងស្រស់បាទជាងកាត់បន្លាយធ្លាក់ទៅអូអញ្ចឹងពេលដែលមានភ្លៀងហើយគឺធ្លាក់ទៅអូអស់អញ្ចឹងអត់មានជាប់ទឹកទេបាទអញ្ចឹងធ្វើឲ្យប្រព័ន្ធរឹសរបស់វាល្អហើយតរេននេះគឺជាដំណាំដែលដើរប្រព័ន្ធរឹសខាងលើជំវិញចន្លោះពី2ទឹកទៅ3ទឹកបាទដែលដើរនៅស្រទាប់ដីខាងលើដូច្នេះទាមទារការស្រស់បាទអត់ត្រូវការប៉ាំទឹកឬក៏រលំទឹកទេបាទអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូខ្លីៗអំពីការថែទាំកូនតរេនបែបណាធំលូតលាស់បានលឿនសុខភាពល្អហើយនឹងចំណាយចំគោលដៅដោយមិនចំណាយលុះលុបបាទ